មួយមុខនេះអាចហៅថាភ្លាក៏បានឬក៏យើងហៅម្យ៉ាងទៀតនោះគឺជាបុកក្តាប់អំពិលជាមួយនឹងបង្គាស្រស់រសជាតិនឹងធានាឲ្យបងប្អូនហ្មងគឺញ៉ាំទៅឆ្ងាញ់ណាស់ក្លិនឈ្ងុយចេញពីគល់ស្លឹកគ្រៃផងក្លិនជីគ្រប់មុខទៀតណានិយាយពីថារសជាតិគេចេញមកបែបរៀងដិតទៅញ៉ាំទៅឆ្ងាញ់មែនតើហើយសម្រាប់មួយមុខហ្នឹងគឺយើងធ្វើជាប្រភេទគ្រឿងខ្លាំងបងប្អូនចាបង្គាគឺខ្ញុំបកសបកវាចេញឲ្យអស់ហើយហូតដេកខ្នងវាចេញដាក់ទឹកកកចូលហើយត្រាំទឹកស្ដាងខ្ទង់ប្រហែលជា10នាទីងាកមកបុកខ្ទឹមសហើយនឹងម្ទេសចំពោះម្ទេសបងប្អូនចង់ដាក់តិចឬច្រើនតាមការចូលចិត្តសម្រាប់ខ្ញុំប្រើម្ទេសរៀងច្រើនតិចរីឯក្តាប់អំបិលនេះវិញគឺខ្ញុំប្រើចំនួននឹង1ខាំកន្លះរួចខ្ញុំក៏បានបុកគ្រឿងក្រៅទាំងអស់នេះឲ្យវាចូលសព្វគ្នាបានល្អជាមួយនឹងក្តាប់អំបិលហើយចាប់ផ្ដើមថែមសណ្តែកគួរចូលប្រហុកឆៅនឹងកន្លះស្លាបព្រាបាយទឹកត្រី2ស្លាបព្រាបាយស្ករត្នោតកន្លះស្លាបព្រាបាយប៊ីចេង1ស្លាបព្រាកាហ្វេរីឯក្រូចឆ្មាហ្នឹងគឺយើងថែមបន្តិចទៅដើម្បីឲ្យរសជាតិរបស់យើងកាន់តែមុតឆ្ងាញ់ហើយក៏វាជួយឲ្យក្តាប់អំបិលរបស់យើងពេលដែលបុកចេញមកវាអត់ឡើងខ្មៅទេណាបងប្អូនគឺក្តាប់អំបិលរបស់យើងឡើងស្រស់បែបហ្នឹងណាចាពេលដែលយើងដាក់គ្រឿងក្រៅមើលថាចូលគ្រប់គ្រឿងហើយរសជាតិនេះក៏មិនល្មមទៀតគឺយើងយកបែបរៀងមុតបន្តិចមកហើយចាប់ផ្ដើមថែមជាមួយនឹងបង្គាដែលយើងត្រាំជាមួយនឹងសូដាហ្នឹងណាគឺខ្ញុំអត់លាបទឹកចេញទេបងប្អូនគ្រាន់តែយើងច្រោះវាចេញហើយយកមកលាយហ្មងទៅកុំភ្លេចថែមជាមួយនឹងជីគ្រប់មុខហើយនឹងគល់ស្លឹកគ្រៃបន្តិចទៀតដើម្បីឲ្យបុកបង្គារបស់យើងនេះកាន់តែឈ្ងុយបងប្អូនសម្រាប់ម្ហូបពីមុខហ្នឹងពេលដែលធ្វើឲ្យបងប្អូនចង់ញ៉ាំជាមួយនឹងបាយក៏ឆ្ងាញ់ដែរបានបាយកកឬក៏បាយក្តាំងអីតិចទៀតគឺត្រូវមែនទែនតែសម្រាប់ខ្ញុំថ្ងៃនេះគឺខ្ញុំធ្វើឲ្យញ៉ាំជាមួយនឹងហនុមាននេះក្លាសេឲ្យរៀងត្រជាក់ហើយថែមតកៅតកកព្រិលដូចខ្ញុំចេះទៀតមកគឺថាបការរសជាតិមុខម្ហូបរបស់យើងញ៉ាំទៅត្រូវគ្នាមែនទែនដោយសារតែរសជាតិគេនឹងបែបរៀងស្រាលសតុនស្រួយញ៉ាំណាហើយគូផ្សំនឹងរសជាតិសាច់បង្គាដែលខ្ញុំចាប់យកមកញ៉ាំហ្នឹងហើយនិយាយពីថាសាច់គេឡើងផ្អែមច្រាប់ឆ្ងាញ់ណាស់បងប្អូនគ្មានក្លិនឆ្អាបសូម្បីតែបន្តិចពីព្រោះថាគ្រឿងក្រៅដែលយើងលាយហ្នឹងសិតសឹងតែជាប្រភេទក្លិនដែលឈ្ងុយមានតាំងពីគល់ស្លឹកគ្រៃនិងជីគ្រប់មុខអញ្ចឹងហើយមួយមុខហ្នឹងជូនចំពោះបងប្អូនថ្ងៃសៅរ៍អាទិត្យអត់ដឹងថាធ្វើមុខម្ហូបអីញ៉ាំកុំភ្លេចសាកមួយមុខនេះណាធ្វើញ៉ាំមីសួរនេះបានសាច់ចម្រុះមុខអញ្ចឹងទៀតទៅគឺថាឆ្ងាញ់ណាស់ជាពិសេសបានបន្លែគ្រប់មុខដូចគ្នាបងប្អូនគឺពណ៌ស្អាតចំពោះរសជាតិញ៉ាំមីសួរហ្នឹងគឺយើងលាយរសជាតិបែបរៀងជូរអែមដឹងតែញ៉ាំឆ្ងាញ់ញ៉ៃជាពិសេសស្រោចជាមួយនឹងសណ្តែកដេកលេងបលឿនតិចតួចទៀតទៅគឺត្រូវជាតិគ្នាមែនតែនចំពោះបន្លែញ៉ាំគឺមានដូចជាម្ទេសផ្លោកស្ពៃក្តោបត្រសក់ខ្ទឹមក្រហមការ៉ុតជីអំបូងរីឯសាច់វិញគឺខ្ញុំមាន3មុខសាច់មាន់ប៉ាតេចៀនហើយនិងបង្គាស្រស់ចារីឯតសៃមីសួរនេះគឺខ្ញុំបានស្រស់វារួចជាស្រេចហើយដើម្បីត្រៀមយកមកញ៉ាំចំណែកការលាយទឹកត្រីគឺយើងមានដូចជាខ្ទឹមសចិញ្ច្រាំម្ទេសហើយនិងក្រូចឆ្មាជាដំបូងគេខ្ញុំដាក់ទឹកត្រីក្រូចឆ្មារីឯស្ករគឺខ្ញុំប្រើជាមួយស្ករត្នោតគឺរសជាតិវាបែបមុតហើយក្លិនឈ្ងុយល្អបន្ទាប់មកទៀតគឺខ្ញុំដាក់ប៊ីចេងចូលបន្តិចខ្ទឹមសចិញ្ច្រាំម្ទេសដែលយើងច្រាំដូចគ្នាហ្នឹងយកមកកូរច្បល់វាឲ្យចូលជាល្បាយតែមួយសព្វហើយយើងភ្លក់មើលរសជាតិតាមចំណូលចិត្តដែលបងប្អូនចូលចិត្តមកណាសម្រាប់ខ្ញុំការលាយទឹកត្រីហ្នឹងគឺខ្ញុំយកបែបរៀងប្រៃជូរអែមមកបងប្អូនហើយការលាយនេះគឺមិនល្មមជាមួយនឹងសាច់ហើយនិងបន្លែនឹងតែម្ដងបងប្អូនគឺខ្ញុំចាក់ចូលទាំងអស់ណាបន្ទាប់ពីខ្ញុំចាក់ទឹកត្រីដែលបានលាយមិញនឹងហើយចាប់តាមច្បល់ជាមួយនឹងបន្លែនិងសរសៃមីសួរយកតែម្ដងការច្បល់នេះនិយាយទៅគឺយើងអត់ប្រើកម្លាំងដៃឲ្យធ្ងន់ទេដោយសារតែការហាន់បន្លែរបស់ខ្ញុំគឺហាន់ជាសរសៃតូចអញ្ចឹងហើយគឺវាងាយឆាប់នឹងចូលជាតិគឺច្បល់ប្រហែលជា4ទៅ5នាទីអីទេគឺវាចូលជាតិសព្វគ្នាបានល្អគឺខ្ញុំចាប់យកមកដាក់ក្នុងចាននេះញ៉ាំមីសួរនេះនៅពេលដែលធ្វើឲ្យបងប្អូនចូលចិត្តញ៉ាំជាមួយបាយឬក៏យកមកញ៉ាំលេងដូចខ្ញុំសម្រាប់ខ្ញុំពេលដែលធ្វើរកដើមគឺអត់ញ៉ាំជាមួយបាយទេបងប្អូនគឺធ្វើឲ្យញ៉ាំលេងអញ្ចឹងណាគួរផ្សំថ្ងៃនេះគឺខ្ញុំមានហនុមានក្លាសេរឿងតិចផងក៏មកកំប៉ុងយកមកញ៉ាំជាមួយគ្នាហ្មងទៅដោយសារតែហនុមានកម្រិតជាតិអាល់កុលត្រឹមតែ 3.9 ទេស្រាលសតុនណាស្រួយញ៉ាំណាហើយមួយវិញទៀតទៅពេលដែលបងប្អូនគាត់កវល់កំប៉ុងកុំភ្លេចអត់មើលផងណាដោយសារតែហនុមានឥឡូវគឺមានរង្វាន់ជាច្រើនមានតាំងពីមាននៅក្នុងនឹងទៀតចាឥឡូវនេះការបង្ហាញពីរបៀបធ្វើញ៉ាំមីសួររបស់ខ្ញុំគឺមានការបង្ហាញតែប៉ុណ្្នឹងទេសម្រាប់បងប្អូនបើសិនជាចង់ដឹងរសជាតិថាញ៉ាំមីសួរបែបណាដើម្បីឲ្យមានរសជាតិឆ្ងាញ់កុំភ្លេចសាកធ្វើតាមវិធីមួយនេះបានណាថ្ងៃស្អែកជួបគ្នាម្ដងទៀតអរគុណ